ក្នុងចំណោមម្ហូបប្រចាំថ្ងៃទាំងអស់មានតែប្រភេទស្ងោរទេដែលស្រួលធ្វើជាងគេហើយឆ្ងាញ់លឿនទៀតជាពិសេសគឺអាស្ងោរជ្រក់សាច់មាន់ហ្នឹងហ្មងគ្រឿងតែបន្តិចចំណាយលុយតិចហើយលឿនគឺឆាប់បានញ៉ាំតែម្ដងហើយញ៉ាំបានគ្រប់ពេលទៀតមិនថាពេលថ្ងៃពេលល្ងាចឬក៏ពេលព្រឹកទេជាពិសេសនៅពេលដែល hangover ញ៉ាំម្ហូបហ្នឹងគឺត្រូវហ្មងដិតឆ្ងាញ់តែម្ដងតែប៉ុន្តែថ្ងៃនេះទៅផ្សារឃើញអ្នកលក់គាត់ពុះមកជាហៀងស្រេចតែប៉ុន្តែគាត់មានអាមួយដែរប៉ុន្តែដោយសារតែឃើញមកជាហៀងស្រេចអញ្ចឹងក៏ទិញតែមកជាហៀងបណ្ដោយទៅណាមួយវាកលែកឃើញទៅគឺខួរក្បាលយើងដេញដោយម្ហូបហ្នឹងតែហ្មងហើយដូចដែលធ្លាប់ប្រាប់ក្នុងវីដេអូមុនអញ្ចឹងដោយសារតែខ្ញុំនៅខេត្តបាត់ដំបងអញ្ចឹងទៅបាត់ដំបងគឺស្រួលរកម្ហូបមែនតើស្រួលគ្រប់យ៉ាងដូចសាឡននេះអញ្ចឹងយើងបាច់ទិញគ្រឿងអីក្រៅគាត់ប្រាប់ថាបងខ្ញុំត្រូវការជីជ្រក់អីអញ្ចឹងទៅគាត់ត្រៀមអាសិតហ្មងមានកូនលក្រៃដីលក្រូចអីអញ្ចឹងណាប៉ុន្តែដោយសារតែបើសិនជាយើងធ្វើតាអាហ្នឹងអត់វាអត់សូវឆ្ងាញ់តើយើង extra អីខ្លះដូចជាខ្ញុំថែមជាមួយនឹងខ្ទឹមបារាំងមួយផ្លែដោយសារតែខ្ញុំស្លតបន្តិចដែរអញ្ចឹងខ្ញុំអត់ចង់ថែមអីច្រើនណាព្រោះវាច្រើនពេកក៏វាមិនឆ្ងាញ់ដែរវាមិនមែនស្លកកូទេវាគ្រាន់តែជាស្ងោរយើងថែមដើម្បីវាមានរសជាតិតិចតួចអញ្ចឹងហើយសាឡននេះបើសិនជាបានក្រូចឆ្មាស្រស់ដែលតែបេះពីដើមហ្នឹងអ្នកនរគឺឆ្ងាញ់ជាងអាក្រូចដែលយើងទិញពីផ្សារទៀតអាក្រូចអស់នេះគឺខ្ញុំទិញផងហើយនឹងបេះផងនិយាយប៉ិតបើនិយាយពីរបៀបធ្វើស្ងោរអត់មានខុសអីពីគ្នាទេគឺដាក់ដាំទឹកចឹងទៅហើយឆ្លៀតពេលដែលទឹកវាអត់តន់ពុះខ្ញុំបោកកៅអៅដែរអញ្ចឹងខ្ញុំក៏មកហាកៅអៅសិនទៅព្រោះកៅអៅច្រើនដែរពី3ម៉ាស៊ីនមកព្រឹកហើយនេះគឺជាគ្រឿងផ្សំដែលសំខាន់ដែលយើងមិនអាចខ្វះបានណាបើអ្នកទាំងអស់គ្នាមើលអត់តន់ទេតែខ្ញុំរាយឈ្មោះនៅខាងក្រោមហើយសាច់មាន់ណាអត់អាចខ្វះបានហ្មងដោយសារតែយើងស្លស្ងោរជ្រក់សាច់មាន់អស់សាច់មាន់នឹងជាស្ងោរជ្រក់អីទេហើយកាលពីដើមវីដេអូខ្ញុំបានបញ្ជាក់ទាំងអស់គ្នាថាខ្ញុំបានដាក់ផ្សិតនេះទេតែក្នុងវីដេអូដល់ពេលអូទីទៀតសាប់ឃើញតែប៉ុន្តែខ្ញុំលុយដាក់ផ្សិតនឹងបន្តិចដែរដោយសារតែវាជាចំណូលចិត្តរបស់ពួកខ្ញុំដែរហើយបន្ទាប់ពីហាកៅអៅរួចមកវិញឃើញទឹកពុះល្មមពេលទឹកពុះយើងដល់ពេលដាក់គ្រឿងហ្នឹងណាអាគ្រឿងក្រូវកាត់ឆ្អាបកាត់អីយើងហ្នឹងយើងដាក់ចូលទៅតែប៉ុន្តែអាហ្នឹងពេលទឹកមិនតាន់ពុះដាក់ក៏បានដែរប៉ុន្តែដោយសារតែខ្ញុំរវល់ហាកៅអៅចឹងទៅខ្ញុំដាក់នៅពេលដែលវាពុះបដ ாய் ទៅហើយបិទគ្របវាចាំវាបន្តិចទៅនៅពេលដែលវាពុះម្ដងទៀតតែប៉ុន្តែតាមផ្លែគឺវាពុះហើយពេលពុះម្ដងទៀតយើងចាក់សាច់មាន់ចូលចាក់ចូលហើយយើងបិទគ្របឆ្នាំងសិនទៅដោយសារតែយើងត្រូវការឲ្យវាឆ្អិនណាព្រោះសាច់មាន់វាងាយឆ្អិនដូចគេទេអូខេនៅពេលដែលវាពុះយើងបើកគ្របវាមកធម្មតាវាពុះយើងដឹងហើយវាលឺសលេងណាហើយយើងបង់គ្រឿងទៅនៅក្នុងកូនចាននេះគឺជាគ្រឿងដែលខ្ញុំលាយឲ្យស្រេចមានទឹកត្រីអំបិលប៊ីចេងស្ករអញ្ចឹងហើយដើម្បីកុំឲ្យខាតពេកខ្ញុំក៏ថែមជាមួយនឹងខ្ទឹមបារាំងក្នុងពេលហ្នឹងតែម្ដងទៅកុំឲ្យចាំយូរបិទគ្របឆ្នាំងឲ្យ100លានដងទៀតម្ដងនេះឈុតពិសេសណាមិនអាចដាក់វាមុនគេបានទេតែអ្នកនរឲ្យដាក់វាមុនគេវាខ្លាចលលួយវល់បណ្ដោយឲ្យលេងឆ្ងាញ់តែមកស្លោអីក៏ដែរឲ្យតែពាក់ព័ន្ធជាមួយនឹងផ្សិតគឺផ្សិតក្រោយគេតែរហូតនឹងមិនដែលបានមុនគេទេព្រោះអីវាឆាប់លលួយវាឆ្ងាញ់តែឆាប់លលួយណាហើយម្ដងនេះឃើញខ្ញុំច្របាច់ក្រូចដាក់ក្នុងកូនចានហ្នឹងឃើញតន្តិចតាមប៉ិតចានវាធំពេកខ្ញុំច្របាច់អញ្ចឹងដោយសារតែខ្ញុំខ្ជិលនៅពេលដែលយើងដួសញ៉ាំអត់ចង់ប្រឡាក់ដៃម្ដងទៀតអញ្ចឹងយើងច្របាច់ឲ្យហើយទៅយើងញ៉ាំចាក់ទឹកក្រូចនឹងចូលតែម្ដងទៅនេះដូចក្នុងវីដេអូខ្ញុំបង្ហាញអញ្ចឹងអត់បាច់ប្រឡាក់ដៃពីរដងទេលាងដៃហើយស្អាតហ្មងហើយជាចុងក្រោយយើងនឹងទទួលបានសាឡតដែលមានរសជាតិឆ្ងាញ់មួយចានធ្វើដោយខ្លួនឯងហើយញ៉ាំហើយកុំភ្លេចលាងចានផងណា